ចាជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីសូមស្វាគមន៍សាជាថ្មីមកកាន់ Daily Cooking Story ថ្ងៃនេះបានម្ហូបអីញ៉ាំដែរបងប្អូនខ្ញុំថ្ងៃនេះបានឆាគ្រឿងសាច់គោជាមួយនឹងបន្លែគ្រប់មុខបន្លែហ្នឹងសល់ពីធ្វើ steak ថ្ងៃមុននោះសល់ពាក់កណ្ដាលអញ្ចឹងយកវាមកឆាគ្រឿងជាមួយសាច់គោមកទៅសម្រាប់សាច់គោខ្ញុំប្រឡាក់ដាក់ទឹកស៊ីអ៊ីវបន្តិចប្រេងខ្យងបន្តិចស្ករបន្តិចជាមួយនឹងអំបិលបន្តិចយើងប្រឡាក់វាទុកមកសន្ទុះអញ្ចឹងណាចាំយកមកឆាបានសាច់គោរបស់យើងវាចូលជាតិល្អហើយខ្ញុំគ្រឿងដាក់ប៉ុណ្ណឹងគឺខ្ញុំអត់មានថែមអីទៀតទេប្រេងខ្យងមកសាភាបាយអញ្ចឹងទៅស្ករមកចុងសាភាទៅអំបិលបន្តិចទឹកស៊ីអ៊ីវមកសាភាបាយអញ្ចឹងទៅប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយរសជាតិល្មមហ្មងលួចអំបិលមកចាប់ផងដើម្បីកុំឲ្យភ្លាវហើយសម្រាប់ផ្ទះខ្ញុំគឺខ្ញុំប្រើអាខ្ទះដែកនេះខ្ញុំអត់ប្រើអាខ្ទះ non stick ទេចឹងខ្ទះហ្នឹងមុនពេលយើងដាក់ឆាដើម្បីកុំឲ្យជាប់សាច់យើងត្រូវដាក់ខ្ទះហ្នឹងឲ្យក្តៅសិនណាចាំយើងដាក់ប្រេងឆាចូលហើយចាំយើងលីងគ្រឿងបុករបស់យើងហ្នឹងជាមួយនឹងខ្ទឹមទៅពុកតាមពិតគ្រឿងបុកហ្នឹងគឺត្រូវបុកគ្រឿងបន្ថែមទៀតប៉ុន្តែខ្ញុំខ្ជិលចឹងខ្ញុំលីងវាជាមួយគ្រឿងយកហ្មងហើយតបមកយើងដាក់ជាមួយសាច់គោដែលយើងបានប្រឡាក់គ្រឿងមិញណាបងប្អូនប្រើសាច់សុទ្ធក៏បានប្រើសាច់រៀងជាប់ខ្លាញ់តិចដូចខ្ញុំចេះក៏បានដែរខ្ញុំប្រើសាច់បកឆ្អឹងចេនីសម្រាប់គេស្លមកជូរគ្រឿងតែយកអាខាងផុយអត់យកអាខាងស្វិតទេបន្លែខ្ញុំមានផ្សិតផ្លូវមាន់អញ្ចឹងផ្សិតវារៀងក្រាស់ឆ្អិនជាងគេខ្ញុំដាក់ផ្សិតនឹងមុនគេឆាវាចុះឡើងជាមួយនឹងសាច់គោដើម្បីឲ្យវាចូលជាតិអញ្ចឹងណាយើងឆាហ្នឹងកុំភ្លេចដាក់ទឹកចូលបន្តិចផងខ្ញុំដាក់ទឹកចូលដើម្បីឲ្យវាឆ្អិនសាច់ជាមួយនឹងផ្សិតអញ្ចឹងណាអូបើសិនជាយើងអត់ដាក់ទឹកទេគឺផ្សិតហ្នឹងវាអត់ឆ្អិនដល់ក្នុងទេផ្សិតហ្នឹងវារៀងក្រាស់ឆ្អិនហ៎ហើយណាមួយទៀតសាច់គោយើងវាមិនមែនសាច់ច្រឡអីទេដល់ពេលអញ្ចឹងយើងត្រូវដាក់ទឹកវាខ្លះដើម្បីកុំឲ្យវាខ្លោចណាព្រោះយើងត្រូវការទុកផ្សិតឲ្យវារៀងឆ្អិនហ៎ហើយបន្លែបន្ទាប់ទៀតខ្ញុំមានការ៉ុតបន្តិចមានសណ្តែកគួរហើយនឹងខ្ទឹមសយើងខ្ទឹមបកហ្នឹងសល់ពីធ្វើ steak ហ្នឹងខ្ញុំដាក់វាចូលគ្នាទាំងអស់មកទៅជិលទុកវានំខូចព្រោះខ្ទឹមតែបកចឹងហើយវាឆាប់ផ្អូមយើងថែមទឹកទៅហើយបើសិនជាបងប្អូនគិតថាសាបពេលដែលភ្លក់ទៅឃើញរៀងសាបឬអីចឹងបងប្អូនថែមគ្រឿងចុះឡើងតាមចំណូលចិត្តបងប្អូនទៅសម្រាប់ខ្ញុំរសជាតិខ្ញុំដាក់ប៉ុណ្ណឹងគឺអូខេហើយខ្ញុំអត់មានថែមថយអីទៀតទេយើងឆាវាចុះឡើងឲ្យបន្លែរបស់យើងរៀងសពតិចទៅចាំយើងបន្ថែមជាមួយនឹងបន្លែផ្សេងទៀតចូលបន្លែផ្សេងទៀតហ្នឹងគឺខ្ញុំមានប៉េងច្រឡំប៉េងប៉ោះម្ទេសផ្លោកម្ទេសហាវ៉ៃហើយនឹងខ្ទឹមប្រាំងតិចយើងឆាវាចូលទៅព្រោះអីម្ទេសផ្លោកហ្នឹងពេលណាដែលយើងឆាវាយូរពេកឆ្អិនជ្រុលពេកគឺអត់ឆ្ងាញ់ទេវាអត់ឈ្ងុយហើយបាននៅឈប់មិនឆ្ងាញ់យើងឆាចុះឡើងមកសពបទៅហើយសម្រាប់ឆាគ្រឿងខ្ញុំចូលចិត្តរៀងទឹកប៉ែកចេះដើម្បីបានទឹកឆាហ្នឹងយកទៅស្រូបបាយឆ្ងាញ់តែប៉ុណ្ណឹងគឺរួចរាល់ហើយបងអូនឆាចុះឡើងប្រហែល1នាទីបាននៃម្ទេសផ្លោកហ្នឹងហើយយើងបន្ថែមជាមួយម្ទេសជាមួយនឹងស្លឹកខ្ទឹមតិចទៅគឺរួចរាល់ជាស្រេចតែម្ដងបានមកហូបមកពេលយ៉ាងឆ្ងាញ់ពិសាហ្មងបងអូនកុំភ្លេចសាកធ្វើញ៉ាំណារសជាតិឆ្ងាញ់ងាយស្រួលធ្វើអាហ្នឹងគឺឆ្ងាញ់ហ្មងហើយយើងញ៉ាំបន្លែបានចម្រុះពណ៌ទៀតញ៉ាំបន្លែចម្រុះពណ៌ច្រើនល្អសម្រាប់សុខភាពអញ្ចឹងណាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ទស្សនាចាំទស្សនាវីដេអូខ្ញុំបន្តទៀតណាអរគុណច្រើនបាយបាយ